នៅក្នុងមេរៀននេះខ្ញុំបាទនឹងបង្ហាញអ្នកទាំងអស់គ្នាអំពីរបៀបនៃការដកបន្ទាត់ក្រហមចេញពី Microsoft Word 2010នៅពេលដែលលោកអ្នកប្រើប្រាស់ភាសាខ្មែរបាទដើម្បីបង្ហាញជាឧទាហរណ៍ខ្ញុំបាទមានអត្ថបទមួយស្រាប់ខ្ញុំបាទសូមចូលក្នុងអត្ថបទនេះនៅក្នុងអត្ថបទនេះគឺខ្ញុំបាទបានវាជាភាសាខ្មែរហើយជាភាសាខ្មែរ Unicode នៅពេលដែលវាជាភាសាខ្មែរ Microsoft Word ទោះបី Microsoft Word 2003 2007 ឬក៏2010នេះផ្ទាល់ក៏ដោយគឺនឹងបង្ហាញនៅបន្ទាត់ក្រហមគូពីក្រោមដែលមានន័យថាពាក្យទាំងនេះគឺជាពាក្យខុសប្រសិនបើជាពាក្យអង់គ្លេសវិញដូច្នេះដើម្បីកុំឲ្យចេញបន្ទាត់ក្រហមដែលធ្វើឲ្យយើងពិបាកក្នុងការពិនិត្យថាតើយើងវាយពាក្យនេះត្រូវឬមិនត្រូវនៅពេលដែលយើងប្រើប្រាស់ភាសាខ្មែរទោះបីប្រើប្រាស់ font Lemon ក៏ដោយ font Unicode ក៏ដោយបាទដើម្បីដកបន្ទាត់ក្រហមនេះចេញគឺសូមលោកអ្នកអនុវត្តដោយនៅក្នុង Microsoft Word 2010សូមចុចនៅត្រង់ File នេះបន្ទាប់ពីចុច File ហើយលោកអ្នកនឹងឃើញពាក្យថា Options សូមចុចលើ Option បន្ទាប់មកសូមជ្រើសរើសយកពាក្យថា Proofing គឺជា Option មួយឬក៏ជម្រើសមួយដែលលោកអ្នកអាចកំណត់អំពីអ្វីដែលធ្វើការកែប្រែទៅលើពាក្យហើយនៅក្នុងនេះគឺនៅក្នុងចំណុច When correct spelling and grammar in Word បានន័យថាគឺជាចំណុចដែលយើងឲ្យ Microsoft Word ធ្វើការកែប្រែបានន័យថាធ្វើការពិនិត្យមើលថាតើការវាយនៅពាក្យដែលយើងវាយហ្នឹងគឺបានត្រឹមត្រូវដែរទេហើយ Microsoft Word ពិនិត្យនេះបានន័យថាពិនិត្យជាភាសាអង់គ្លេសមិនមែនជាពិនិត្យជាភាសាខ្មែរទេដូច្នេះបើសិនជាយើងទុកវាជា tick បែបនេះគឺ Microsoft Word នឹងពិនិត្យមើលហើយនឹងចេញបន្ទាត់ក្រហមពីក្រោមនៅពេលដែលពាក្យនោះសរសេរខុសដូច្នេះដើម្បីកុំឲ្យចេញនៅពេលយើងប្រើប្រាស់ភាសាខ្មែរសូមចុចដកចេញហើយសូមចុច OK នោះបន្ទាត់ក្រហមដែលនៅពីក្រោមពាក្យជាភាសាខ្មែរនឹងលែងមានហើយវិធីនេះគឺធ្វើឲ្យលោកអ្នកងាយស្រួលក្នុងការប្រើប្រាស់ភាសាខ្មែរនៅក្នុង Microsoft Word 2010ដើម្បីឲ្យការប្រើប្រាស់មានភាពត្រឹមត្រូវនៅពេលដែលលោកអ្នកប្រើប្រាស់ជាភាសាអង់គ្លេសវិញបើសិនជាលោកអ្នកចង់ប្រើជំរើសឲ្យ Microsoft Word ជួយពិនិត្យថាតើយើងសរសេរពាក្យត្រឹមត្រូវឬទេលោកអ្នកអាចចូលទៅក្នុងកន្លែងអំបញ្ញមិញហើយចុច tick វិញឧទាហរណ៍ថាខ្ញុំសរសេរជាអង់គ្លេសដូច្នេះសរសេរពាក្យនេះគឺខុសប៉ុន្តែវាមិនចេញបន្ទាត់ក្រហមពីក្រោមទេដូច្នេះដើម្បីឲ្យខ្ញុំដឹងថាពេលដែលខ្ញុំសរសេរជាភាសាអង់គ្លេសហើយសរសេរខុសចេញបន្ទាត់ពីក្រោមវិញករណីដែលខ្ញុំចង់ប្រើជាភាសាអង់គ្លេសវិញនោះគឺខ្ញុំអាចចូលទៅក្នុងកន្លែងអំបញ្ញមិញ Option ហើយជ្រើសរើសយក Proofing ហើយចុចសញ្ញា tick វិញឬហើយចុច OK នោះ Microsoft Word នឹងធ្វើការត្រួតពិនិត្យនៅការប្រកបពាក្យជាភាសាអង់គ្លេសរបស់អ្នកហើយបើសិនជាពាក្យនោះខុសវានឹងចេញបន្ទាត់ក្រហមពីក្រោមហើយនៅពេលលោកអ្នកលុបចេញវិញនោះពាក្យនោះនឹងត្រូវវិញលែងមានបន្ទាត់ក្រហមហើយបើលោកអ្នកចង់ឲ្យវាកែឧទាហរណ៍នេះយើងសរសេរខុសយើងអាចចុចលើពាក្យនោះហើយ right click បន្ទាប់មកជ្រើសរើសពាក្យដែលលោកអ្នកចង់ប្រើឲ្យត្រឹមត្រូវនោះវានឹងលែងមានចេញបន្ទាត់ក្រហមទៀតហើយបាទនេះជាវិធីងាយស្រួលដើម្បីប្រើប្រាស់ Microsoft Word ឲ្យពិនិត្យការសរសេររបស់លោកអ្នកថាត្រឹមត្រូវឬមិនត្រឹមត្រូវនៅក្នុង Microsoft Word 2010គឺអាចពិនិត្យបានដូចគ្នានឹង Microsoft Word 2007និង2003ដែរដោយប្រើជំរើសឲ្យ Microsoft Word ពិនិត្យ spelling ពោលគឺការសរសេរហើយបើសិនជាប្រើជាភាសាខ្មែរលោកអ្នកមិនចង់ឲ្យចេញពណ៌ក្រហមដែលមានភាពរញ៉េរញ៉ៃនៅពេលលោកអ្នកធ្វើការពិនិត្យកែប្រែការសរសេរជាភាសាខ្មែរតើប្រកបត្រឹមត្រូវដែរឬទេពាក្យពេចន៍សរសេរបានត្រឹមត្រូវដែរឬទេនោះដើម្បីមានភាពងាយស្រួលគឺលោកអ្នកអាចដកវាចេញវិញបានដោយប្រើវិធីដូចខាងដើមដែលខ្ញុំបានបង្ហាញជូនបាទសម្រាប់ពេលនេះខ្ញុំបាទសូមអរគុណចំពោះការតាមដានការសិក្សាទាក់ទងទៅនឹងមេរៀននេះហើយខ្ញុំបាទសូមជូនពរលោកអ្នកឲ្យជួបតែសំណាងល្អនិងជោគជ័យក្នុងការងារនិងការសិក្សាសម្រាប់ពេលនេះខ្ញុំបាទសូមអរគុណនិងសូមជម្រាបលា